ចំណងដៃសប្បុរសគីមវូប៊ីននិងស៊ីនមីនអាបរិច្ចាគជាង$200,000ដល់អង្គការនានានៅក្នុងថ្ងៃមង្គលការរបស់ខ្លួនសំណានាំអូឡាតេថ្មីរសជាតិទឹកដោះគោលាយផ្លែស្ទ្រប៊េរីឆ្ងាញ់នៅថ្ងៃទី22ខែធ្នូនេះភ្នាក់ងាររបស់តារាសម្ដែងកូរ៉េស៊ីនមីនអានិងគីមវូប៊ីនគឺ AM Entertainment បានបង្ហាញរូបថតផ្លូវការដ៏ស្រស់ស្អាតពីពិធីមង្គលការរបស់ពួកគេដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី20ខែធ្នូនៅមជ្ឈមណ្ឌល Dynasty Hall នៃសន្តាគារ The Silla Seoul ពិធីនេះបានចាប់ផ្ដើមដោយមានតារាសម្ដែងលីខ្វាំងស៊ូដែលជាមិត្តជិតស្និទ្ធបំផុតរបស់គីមវូប៊ីនធ្វើជាពិធីករស្របពេលដែលព្រឹទ្ធាចារ្យ Vulnerable Phom Niyon បានថ្លែងពាក្យជូនពរដ៏កក់ក្ដៅទៅដល់គូស្នេហ៍មួយគូនេះសម្រាប់បទចម្រៀងអបអរសាទរតារាចម្រៀងខា The Garden បានឡើងឆាកនិងសម្ដែងបទ Romantic Sunday ដែលជាបទចម្រៀងនៅក្នុងរឿងភាគរបស់ស៊ីនមីនអានៅក្នុងរឿង Hometown Cha 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 ទន្ទឹមនឹងនេះផងដែរគូស្នេហ៍មួយនេះក៏បានចែករំលែកដំណឹងដ៏កក់ក្ដៅអំពីការបរិច្ចាគនៅថ្ងៃរៀបការរបស់ខ្លួនដោយកាលពីថ្ងៃទី20ខែធ្នូភ្នាក់ងាររបស់ពួកគេបានឲ្យដឹងថាស៊ីនមីនអានិងគីមវូប៊ីនបានបរិច្ចាគទឹកប្រាក់ចំនួន$300 លានប្រហែល$203,000 អាមេរិកម្ដងទៀតនៅចុងឆ្នាំនេះទៅដល់អង្គការនានាដែលរួមមានទាំងមូលនិធិ Holy Burn មជ្ឈមណ្ឌលវិទ្យាសាស្ត្រ Ansan និង Good Friends ដើម្បីជួយទៅដល់ប្រជាជនដែលស្ថិតនៅក្នុងភាពលំបាកនិងសម្រាប់ការព្យាបាលផ្នែកវិទ្យាសាស្ត្ររបស់គ្រួសារដែលមានប្រាក់ចំណូលទាបគួររំលឹកផងដែរថាតារាសម្ដែងស្រីស៊ីនមីនអាដែលមានវ័យ41ឆ្នាំនិងតារាប្រុសគីមវូប៊ីនដែលមានវ័យ36ឆ្នាំចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល10ឆ្នាំមកហើយពលគឺចាប់តាំងពីពាក់កណ្ដាលឆ្នាំ2015មកម្លេះសំណានាំអូឡាតេថ្មីរសជាតិទឹកដោះគោលាយផ្លែស្ទ្រប៊េរីឆ្ងាញ់